បើបានមកស្រុកប្រាំងហើយអត់បានឆ្លៀតដើរលេងតាមប្រាសាទផ្សេងៗទេគឺពិតជាស្ដាយក្រោយជាក់ជាមិនខានបងប្អូនដោយសារនៅស្រុកប្រាំងគឺសម្បូរកន្លែងកំសាន្តស្អាតៗច្រើនណាថ្ងៃនេះគឺដំណើរត្រាច់ចរពីព្រឹកដល់ល្ងាចតែម្ដងនៅក្នុងប្រាសាទប្រទេសប្រាំងនេះឯងវគ្គទី1នឹងខ្ញុំនាំអារម្មណ៍បងប្អូនទៅមើលនៅក្នុងប្រាសាទតែដល់ពេលវគ្គទី2នេះគឺនាំបងប្អូនមកមើលនៅក្រៅប្រាសាទវិញម្ដងស្អាតណាស់វាំងនេះដោយសារថាឥឡូវនេះគឺម៉ោង7:01រសៀលហើយបងប្អូនអើយដើរចុះដើរឡើងវារៀងជ្រៀលជ្រែកម៉ោងបន្តិចអញ្ចឹងក៏ឃ្លានមករកអីញ៉ាំនៅក្នុងប្រាសាទនឹងតែម្ដងពីព្រោះដូចជំរាបបងប្អូននៅវីដេអូមុនអញ្ចឹងនៅក្នុងប្រាសាទហ្នឹងមានលក់អីផ្សេងៗតាំងពីរបស់ញ៉ាំគេមានរេស្តូរ៉ង់គេបងប្អូនហើយមានរបស់វត្ថុអនុស្សាវរីយ៍អីផ្សេងៗជាច្រើនទៀតអញ្ចឹងយើងមកតែមួយកន្លែងហ្នឹងគឺចំណេញហ្មងមិនបាច់ទៅណាទៀតទេតែបើយើងអត់ចង់អស់លុយអស់កាក់អីទេយើងខ្ចប់សឹងវិចអីយកមកញ៉ាំមកក៏បានដែរបើនិយាយពីកន្លែងលក់ម្ហូបគេនេះវិញបងប្អូនអើយថ្លៃម្ហូបបន្តិចហ្នឹងអស់លុយមកកណោហើយគ្រាន់តែនំប៉័ងមួយដុំទូចមិញហ្នឹង1.1 ខ្វះតែ1សង់ទីមទេបងប្អូននិយាយត្រង់ទៅសូម្បីតែនាងខ្ញុំរស់នៅប្រទេសប្រាំងហើយពេលខ្លះក៏ល្អូដែរដោយសារថាម្ហូបប្រាំងទៅដើរលេងកន្លែងផ្សេងៗគឺថ្លៃមែនបងប្អូនអញ្ចឹងបានឃើញបងប្អូនខ្មែរជាច្រើនដែលគាត់មកលេងគាត់តែងតែល្អូថានៅស្រុកប្រាំងថ្លៃតែនេះយកដឹងធ្វើម៉េចដែរបរិបទនៃការរស់នៅរបស់គេតែបែបហ្នឹងឯងឥឡូវញ៉ាំរួចរាល់ហើយយកថាសយកអីទុកញ៉ាំអីហើយអស់ហ្នឹងដើរចូលមកខ្លោងទ្វារនៅខាងក្នុងនេះឃើញកន្លែងនេះបងប្អូនកន្លែងនេះគឺជាកន្លែងទុកដាក់សេះរបស់គេនៅក្នុងប្រាសាទហ្នឹងតាមប្រាសាទមួយនៅប្រទេសប្រាំងគឺគេមានរបៀបរបបរបស់គេណាបងប្អូនមើលស្អាតឡើងភ្លឹងហ្មងនាងខ្ញុំស្រឡាញ់ប្រាសាទនៅក្នុងស្រុកប្រាំងភាគច្រើនឲ្យតែប្រាសាទមិនថាទូចមិនថាធំទេនៅកន្លែងណាក៏ដោយតំបន់ណាក៏ដោយគឺតែងតែមានកូនស្រះនឹងជានិច្ចនៅស្រុកគេផ្ដោតលើធម្មជាតិការរស់នៅផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងធម្មជាតិនឹងឯងបងប្អូនអញ្ចឹងបាននៅស្រុកប្រាំងកន្លែងណាក៏មានធម្មជាតិដែរស្រស់ស្អាតបើត្រីនេះវិញមើលមកផ្លែតស្មានតែត្រីឆ្ដោឬក៏ត្រីរស់ស្រុកយើងប៉ុន្តែមិនមែនទេត្រីនេះធំហើយតប៉ែតញ៉ាំហើយដើរចូលមកវិញដើរលេងឲ្យស្រក់ពោះផងថតបង្ហាញបងប្អូនផងអញ្ចឹងតួប្រាសាទគេបងប្អូនឃើញទេមានទឹកអមព័ទ្ធសងខាងគឺត្រជាក់ត្រជុំខ្លាំងមែនតើហ្មងដើរលេងតាមប្រាសាទអញ្ចឹងបានតអ្នកចូលចិត្តដែរណាបងប្អូនអ្នកដែលអត់ចូលចិត្តគឺដើរលេងចេះអីអបសុកងាប់ហើយនិយាយទៅគឺនឹងខ្ញុំចូលចិត្តបែបស្ងប់ស្ងាត់បែបធម្មជាតិបែបនិយាយទៅគឺ relaxing ហ្មងបាទនឹងខ្ញុំចូលចិត្តបែបហ្នឹងហើយបើអ្នកអត់ចូលចិត្តវិញដើរលេងអញ្ចឹងបែបគាត់ធុញចឹងមិនថាអីក៏ដោយបងប្អូនអើយតាមចំណង់ចំណូលចិត្តរបស់យើងចូលចិត្តបែបណាយើងក៏ធ្វើតាមបេះដូងទៅឲ្យតែបានដើរលេងតាមប្រាសាទម្ដងដើរមើលផ្ដើដើរថតផ្ដើចេះតែមានអារម្មណ៍សម័យគិតថាខ្លួនឯងដូចមនុស្សជំនាន់នឹងអញ្ចឹងនៅពេលដែលយើងឃើញតថភាពនៅក្នុងប្រាសាទឬក៏ក្រៅប្រាសាទមានអារម្មណ៍អញ្ចឹងឯងបងប្អូននឹងខ្ញុំអត់ដឹងថាបងប្អូនណាំមិនទេប៉ុន្តែសម្រាប់នេះខ្ញុំគឺខ្ញុំអញ្ចឹងមកពីយើងផ្ដោតអារម្មណ៍ទៅលើការតាមដានរបស់យើងអញ្ចឹងហើយវាធ្វើឲ្យយើងដូចជាមនុស្សរស់នៅជំនាន់នឹងអញ្ចឹងការរស់នៅពីមួយជំនាន់ទៅមួយជំនាន់គឺបានបន្សល់ទុកស្នាដៃដើម្បីឲ្យកូនចៅជំនាន់ក្រោយបានឃើញបានដឹងបានឮអញ្ចឹងណាមិនថាជាប្រទេសណាឬក៏ជាប្រទេសណាទេកាលមុនឃើញរូបអញ្ចឹងតែក្នុងគំនូរទេឥឡូវបានមកឃើញផ្ទាល់តោះបងប្អូនអញ្ចឹងជិះឡានដើរលេងជុំវិញប្រាសាទជាមួយនឹងខ្ញុំទាំងអស់គ្នាឥឡូវស្វមីនឹងខ្ញុំគាត់ទៅទិញសបុតសិនណាជិះនឹងគឺមានកន្លះម៉ោងហើយនឹង1ម៉ោងនឹងខ្ញុំយក1ម៉ោងហើយយើងជិះវិញងាកមួយកូនសប្បាយណាស់ពូនៅមកអត់ទៅមកភាសាទីឡានសប្បាយជិះវិញងាកមួយទៀតនៅបងយូសប្បាយកូនសប្បាយប៉ាសប្បាយអត់សប្បាយ អានេះគឺប្លង់ប្រាសាទបងប្អូនគេឲ្យយើងមើលថាកន្លែងណាជិះបានកន្លែងណាជិះអត់បានអញ្ចឹងណាប្រាសាទមួយនៅប្រទេសប្រាំងប្រាសាទខ្លះគឺទូចទេបងប្អូនប៉ុន្តែដីគឺធំមែនតែនហើយបើប្រាសាទធំទៀតដីហត់តែធំទៀតប៉ុន្តែតាមតំបន់តាមកន្លែងដែរដូចជំរាបបងប្អូនដដែលអញ្ចឹងថាប្រាសាទមួយវាមានភាពខុសគ្នាទៅតាមតំបន់ណានេះបងប្អូនឃើញស្រះគេជីកស្រះអញ្ចឹងសម្រាប់ជិះទូកលេងអីអញ្ចឹងណាជំនាន់មុននឹងគឺគេមានកន្លែងកំសាន្តគេនៅក្នុងវាំងអញ្ចឹងមកចប់សពគ្រប់ហ្មងអ្វីដែលនឹងខ្ញុំបង្ហាញនឹងវាគ្រាន់តែមួយជ្រុងតូចទេបើបងប្អូនបានមកឃើញខ្លួនឯងវិញមិនដឹងថាស្រឡះភ្នែកស្រឡះចិត្តស្រឡះអារម្មណ៍បែបណាស្អាតណាបងប្អូនប្រាសាទមួយអានឹងដូចជំរាបដាល់អញ្ចឹងបានតអ្នកគាត់ចូលចិត្តដែរមកលេងអញ្ចឹងដូចជីវិតយើងអញ្ចឹងពេលខ្លះយើងឃើញតែមួយជ្រុងយើងអត់អាចវាយតម្លៃតាមការប៉ាន់ស្មានរបស់យើងបានទេយើងស្គាល់គេច្បាស់ពេលខ្លះក៏យើងមិនដឹងរឿងជីវិតគេអស់ដែរអញ្ចឹងហើយកុំប៉ាន់ស្មានជីវិតគេនៅអ្វីដែលយើងគ្រាន់តែយើងឃើញនឹងត្រឹមតែយើងគិត
វាមិនខុសគ្នាពីដីប្រាសាទនឹងទេបងប្អូនអើយនឹងខ្ញុំថតមកជ្រុងទូចទេបងប្អូនចង់ដឹងច្បាស់តើមកឃើញខ្លួនឯងបានដឹងពីព្រោះនៅពេលដែលគេបង្ហាញអីយើងគឺគេបង្ហាញនៅអ្វីដែលគេចង់ឲ្យឃើញតែអ្វីដែលគេមិនចង់ឲ្យឃើញវានៅច្រើនទៀតចឹងណាតើបងប្អូននឹងឲ្យបន្តដំណើរទៅជាមួយនឹងខ្ញុំទៀតនិយាយពីមកកន្លែងទៅមកកន្លែងគឺស្អាតគ្រប់កន្លែងទាំងអស់ហ្មងហើយធំកន្លែងនេះបងប្អូនបើនិយាយពីនឹងខ្ញុំវិញជិះឡើង4-5ជុំជិះរៀងលឿនដែរហើយប្រាសាទនឹងដីវាមិនសូវធំអីខ្លាំងបងប្អូនអត់ដូចប្រាសាទផ្សេងៗដែលនឹងខ្ញុំធ្លាប់ដើរទៅលេងកន្លងមកគឺធំខ្លាំងជាងនឹងទៀតដល់ពេលប្រាសាទនេះក៏វារៀងទូចហើយដីក៏វាល្មមអញ្ចឹងហើយយើងជិះឆាប់ដល់ម៉ោងអានេះបើប្រៀបធៀបជាមួយនឹងប្រាសាទដែលនឹងខ្ញុំធ្លាប់ទៅកន្លងមកប្រាសាទនេះទូចមែនតែនបងប្អូនទោះដីធំប៉ុណ្ណឹងក៏ដោយក៏នៅតែទូចដែរព្រោះនឹងខ្ញុំធ្លាប់ដើរលេងប្រាសាទវាធំជាងនឹងទៀតប្រាសាទផ្សេងណាអញ្ចឹងបាននាងខ្ញុំណែនាំឲ្យបងប្អូនថាបើបានមកស្រុកប្រាំងកុំភ្លេចដើរលេងតាមប្រាសាទពីព្រោះនៅស្រុកប្រាំងសម្បូរប្រាសាទដើរលេងណាបងប្អូនហើយស្អាតទៀតប្រាសាទនេះត្បិតតែថាវាទូចបន្តិចមែនណាបងប្អូនប៉ុន្តែការរចនាបថអីគឺប្លែកខុសពីប្រាសាទផ្សេងដែលនាងខ្ញុំធ្លាប់ទៅដែរតាំងពីការរចនាបថសួនច្បាររបស់គេឬក៏ចាស់ក្នុងប្រាសាទអីការរៀបចំហ្នឹងវាប្លែកខុសពីប្រាសាទធំផ្សេងដែរដោយជំរាបដដែលចឹងវាខុសប្លែកគ្នាវាជារឿងធម្មតាវាទៅតាមតំបន់ណាបងប្អូននេះកន្លែងនេះមិញបងប្អូនជិះមកគឺឃើញហើយចង់មកលេងហ្មងទៅជាក់ស្រួលមែនតែនហ្មងដោយសារថ្ងៃនេះគឺមេឃក្តៅល្អដែរអញ្ចឹងហើយគឺនឹងខ្ញុំដើរលេងបដាចាកំសាន្តបដារបៀបដូចដើរហាត់ប្រាណបដាអញ្ចឹងណាបងប្អូនស្អាតខ្លាំងណាកន្លែងនេះមានទឹកមានអីអញ្ចឹងមើលហូរកាត់បងប្អូនកន្លែងនេះបើបានដាក់ការ៉ាអូខេមួយបទពីរបទអីមិនដឹងយ៉ាងណាយ៉ាងណីទេបងប្អូនហើយជីវិតយើងនេះគឺខ្លីណាស់ហើយក៏មិនទៀងកំណត់ថាទៅវិញថ្ងៃណាអញ្ចឹងហើយមានតែសេចក្តីល្អទេដែលវារស់នៅជាមួយនឹងយើងបានយូរអង្វែងសេចក្តីល្អគឺជាឈ្មោះដ៏យូរអង្វែងបំផុតហើយក៏ជាក្លិនក្រអូបសុសសាយដែលបន្សល់ទុកដល់កូនណាអញ្ចឹងហើយបាទនាងខ្ញុំតែងតែលើកទឹកចិត្តនិងផ្ញើសារដាស់តឿនទៅកាន់បងប្អូនថាត្រូវតែធ្វើល្អមានតែសេចក្តីល្អទេដែលធ្វើឲ្យយើងនឹងគឺចាលូតទៅមុខរាល់ថ្ងៃសេចក្តីល្អដែលនាងខ្ញុំបានធ្វើនិងអ្វីដែលនាងខ្ញុំចែកម្លែកទៅកាន់បងប្អូនកូនក្មួយនេះនាងខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយបានឃើញនៅគំរូល្អនិងអនុវត្តតែរឿងល្អរឿងណាអាក្រក់គឺជៀសឲ្យផុតព្រោះមនុស្សយើងបងប្អូនអាក្រក់នឹងមកលឿនណាស់ចាប់បានលឿនណាស់តែបើអាល្អនឹងបែរជាយល់ថាវាពិបាកធ្វើតែតាមពិតគឺអត់ទេការធ្វើល្អវាអត់ពិបាកធ្វើទេបើយើងធ្វើដូចគ្នាយើងធ្វើល្អទៅគ្រាន់តែថាហ្នឹងហើយវាចំណាយពេលធ្វើបន្តិចដោយសារយើងពេលខ្លះធ្វើខុសមនុស្សពេលខ្លះធ្វើត្រូវមនុស្សប៉ុន្តែយើងធ្វើទៅវាអត់សាបសូន្យទេទោះយើងធ្វើខុសមនុស្សក៏វាបានមកយើងវិញដែរវាអត់បាត់ទៅណាដូចគេនិយាយតគ្នាថាសេចក្តីល្អវាមិនសាបសូន្យហ្នឹងគឺត្រូវហើយវាមិនបានធ្វើឲ្យយើងសយត់បើនិយាយទៅយើងធ្វើអីគឺតែងតែជោគជ័យហើយនឹងលូតទៅមុខជានិច្ចព្រោះសេចក្តីល្អវាដឹកនាំយើងទៅអីដែលសំខាន់កុំរស់រំពឹងលើក្តីសុខអ្នកដទៃដែលនឹងខ្ញុំតែងតែដាស់តឿនជារឿយណាអ្នកណាថាអីថាទៅយើងមិនអាចហាមការគិតឬហាមមាត់នឹងគំនិតរបស់គេបានទេតែអ្វីដែលយើងអាចហាមខ្លួនឯងបានគឺយើងសាងសេចក្តីល្អនិងមិនបំពានអ្នកដទៃអានឹងយើងមានក្តីសុខផ្លូវចិត្តផ្លូវកាយខ្លាំងណានាំបងប្អូនដើរលេងបដើបានកំណាព្យជូនបងប្អូនបដើប៉ុន្តែគ្រាន់តែជាសារដាស់តឿននិងជាការលើកទឹកចិត្តទៅកាន់បងប្អូនតែប៉ុណ្ណោះបើនិយាយពីវីដេអូនេះវិញតម្រាំតែបានកាត់បង្ហាញបងប្អូននឹងគឺ view ខែដែរណាបងប្អូនតាំងពីខែ2មកគ្រប់សកម្មភាពរបស់នាងខ្ញុំគឺនាងខ្ញុំតែងតែចង់ឲ្យបងប្អូនមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តសប្បាយអារម្មណ៍ជាពិសេសគឺភ្នែកចង់ឲ្យបងប្អូនបានប្លែកភ្នែកនៅបរិយាកាសផ្សេងដែលនាងខ្ញុំនាំបងប្អូនទៅជាមួយនាងខ្ញុំអញ្ចឹងណាទឹកហូរមិនហត់តែអ្នកហែលអានេះកំណាព្យមួយទៀតណាបងប្អូនមើលមិញសួរបងប្អូនបន្តិចមើលបងប្អូនរាល់ថ្ងៃមើលវីដេអូរបស់នាងខ្ញុំនឹងបងប្អូនទទួលបានចំណេះដឹងអីខ្លះនិងអារម្មណ៍បែបម៉េចខ្លះកាមេរ៉ាមែនទូចថតចេះណាស់ណែបងប្អូនទឹកដៃកូនពៅនាងខ្ញុំគេថតប្រាសាទបងប្អូនអូយស្អាតរបស់គេណាកូននឹងគឺចូលចិត្តរៀនតាមឪពុកម្ដាយនៅពេលដែលឃើញនឹងខ្ញុំជាមួយស្វាមីធ្វើអីនឹងគេខំប្រឹងធ្វើតាមបងប្អូនជាច្រើនដែលគាត់ឃើញនឹងខ្ញុំដើរលេងពីមួយកន្លែងទៅមួយកន្លែងភាគច្រើនឃើញស្ងាត់នឹងខ្ញុំចង់ជំរាបបងប្អូនថានឹងខ្ញុំដើរខែស្ងាត់បងប្អូនបើដើរខែអ៊ូអគឺដើរកិច្ចតែមនុស្សទេមនុស្សច្រើនណាស់ហើយវាតាមកន្លែងដែរតំបន់កំសាន្តខ្លះគឺមនុស្សច្រើនតំបន់កំសាន្តខ្លះទៀតគឺមនុស្សតិចប៉ុន្តែឲ្យតែខែបាកងភាគច្រើនមនុស្សច្រើនណាខែ7ខែ8ទៅ
ដោយសារថានាងខ្ញុំអត់ចូលចិត្តកន្លែងអ៊ូអទេបងប្អូនអើយចូលចិត្តដើរលេងស្ងាត់ស្ងាត់ស្ងប់ស្ងប់អញ្ចឹងណាអញ្ចឹងបានទៅរកកន្លែងណាដែលរៀងស្ងប់ស្ងាត់នឹងឯងបែបរ៉ូមែនទិកបែបលក្ខណៈធម្មជាតិដូចបងប្អូនបានឃើញអញ្ចឹងនាងខ្ញុំដើរភាគច្រើនគឺស្ងប់ស្ងាត់ណាម្យ៉ាងនៅវិញមួយទៀតនៅប្រទេសគេនេះកន្លែងដើរលេងវាអត់ញ៉ៃញ៉ៃទេបងប្អូនគេមានរបៀបរៀបរយគេរៀបសណ្ដាប់ធ្នាប់រៀបតាមនឹងហ្មងអញ្ចឹងហើយបានបងប្អូនមើលទៅឃើញរៀងស្ងាត់ប៉ុន្តែអ្នកដែលគាត់ធ្លាប់ដើរប្រទេសក្រៅគឺគាត់ដឹងហើយថានៅស្រុកគេរបៀបរបបការរស់នៅគឺបែបហ្នឹងឯងបើអ៊ូអក៏វាមិនរញ៉េរញ៉ៃដែរអានេះហើយដែលនាងខ្ញុំចង់ជម្រាបបងប្អូនថានៅប្រទេសគេនៅពេលដែលគេរៀបចំមានសណ្ដាប់ធ្នាប់ស្អាតបាតលូតលាស់យូរឆ្នាំហើយគឺបែបហ្នឹងអញ្ចឹងហើយបាននាងខ្ញុំទៅណាមកណាតែងតែនាំអារម្មណ៍បងប្អូនទៅធួជាមួយនឹងខ្ញុំរហូតហ្នឹងព្រោះចង់ឲ្យបងប្អូនបានឃើញបរិបទពីមួយកន្លែងទៅមួយកន្លែងនិងការរស់នៅរបស់គេបែបម៉េចឥឡូវនេះដើរមកដល់កន្លែងនេះឃើញព្រៃឡើងស្អាតបងប្អូនអើយផ្លូវទូចគេហ្នឹងហើយមកដល់ដើរចូលមកឃើញកន្លែងអង្គុយមានឃើញប្រាសាទឃើញអីចឹងហ្មងនៅមួយជ្រុងទៀតនៃប្រាសាទណាអូយស្រស់ស្រាយខ្លាំងមែនតើហ្មងលោកអើយលោកបងប្អូនណាខ្លះឃើញអញ្ចឹងហើយចូលចិត្តចង់មកលេងយោមានឱកាសមកលេងមកបងប្អូនស្អាតណាស់នៅប្រាំងនៅក្នុងស្រុកអឺរ៉ុបនេះណាប្រទេសប្រាំងគឺសម្បូរកន្លែងដើរលេងច្រើនណាបងប្អូនហើយក៏សម្បូរប្រាសាទជាច្រើនដែរអញ្ចឹងហើយបាននាងខ្ញុំណែនាំបងប្អូនថាបើមកកុំរំលងប្រាសាទព្រោះប្រាសាទផ្សេងៗជាច្រើនដែលបងប្អូនបានឃើញអត់អស់ទេឃើញតែមួយជ្រុងនៃបងប្អូនខ្មែរគាត់ផ្សាយកន្លែងណាដែលដូចថាមានតែប្រាសាទធំប្រាសាទទូចស្អាតច្រើនទៀតដែលបងប្អូនអត់ស្គាល់អញ្ចឹងបាននាងខ្ញុំនាំដើរជាមួយនាងខ្ញុំបងប្អូនអត់បានមកផ្ទាល់ហើយណាក៏បងប្អូនបានឃើញទស្សនវិជ្ជាដែលនាងខ្ញុំបានបង្ហាញនឹងដែរអូយមើលមកកត់គេបងប្អូនឡើងប្រពន្ធយ៉ាអានេះមកកត់កូនយ៉ាឥឡូវនេះដើរលេងហ្នឹងក៏វាយូរម៉ោងគួរសមដែរហើយបងប្អូនអើយតាំងពីព្រឹករហូតមកដល់ល្ងាចណានៃអីហើយប្រាសាទនេះដូចជាបងប្អូននៅវីដេអូមុនអញ្ចឹងម៉ោង5កន្លះអីគឺគេបិទហើយនិយាយទៅប្លែកដែរប្រាសាទនេះដូចឆាប់បិទបងប្អូនប្រាសាទផ្សេងដែលនាងខ្ញុំធ្លាប់ទៅប្រាសាទធំគេបិទម៉ោង6ឬក៏ម៉ោង7ឬក៏កន្លែងខ្លះម៉ោង8អញ្ចឹងប្រាសាទនេះគឺបិទម៉ោង5កន្លះហ្នឹងគឺឆាប់មែនតើអញ្ចឹងហើយយើងត្រូវចាសូត្រហូតរាន់ទៅវិញអញ្ចឹងណាមកពីគេបិទឥឡូវហើយអញ្ចឹងក៏ត្រឡប់ទៅវិញទៅអើយមកកន្លែងណាសបាយមកកន្លែងណាជួយចិត្តហើយអត់ចង់ទៅវិញទេបងប្អូនថតទាំងសំណោះអាឡោះអាឡៃនាងខ្ញុំអត់ដឹងថាបងប្អូនផ្សេងមិនតែនាងខ្ញុំគឺអញ្ចឹងមកពីនាងខ្ញុំចូលចិត្តរបៀបអញ្ចឹងផងណាមុននឹងទៅវិញហ្នឹងគឺថាថតឲ្យអស់ចិត្តអស់ចង់សិនបងប្អូនហើយកុំឲ្យស្ដាយលុយព្រោះនៅក្នុងនេះប្រាសាទទូចមែនតែពេលមកមើលដូចជាថ្លៃជាងប្រាសាទធំមួយចំនួនទៅទៀតណាបងប្អូនតម្លៃសបុតទិញចូលមកមើលហ្នឹងណាបងប្អូនជម្រាបបងប្អូនបន្តិចដែរប្រាសាទដែលគេបើកឲ្យចូលមើលឬក៏គេហៅថាទស្សនកិច្ចហ្នឹងណាចាយើងចូលមកមើលចូលមកអីហ្នឹងឲ្យតែប្រាសាទដែលគេបើកឲ្យចូលមើលគឺសហការជាមួយរដ្ឋគេជួយថែរក្សាអីអញ្ចឹងណាបើជាសម្បត្តិរបស់ផ្ទាល់ខ្លួនគេហៅថាឯកជនគឺអត់មានការមើលថែអត់បានបើកឲ្យមើលចឹងទេតែឲ្យតែជាសម្បត្តិរដ្ឋគឺគេបើកឲ្យមើលចឹងយើងទិញសម្បត្តិចូលនៅស្រុកនេះដល់ពេលសបោប្រាសាទពេកអាកូនប្រាសាទទូចតែនឹងខ្ញុំជម្រាបបងប្អូននៅវីដេអូមុនថាជាកូនផ្ទះរបស់សេដ្ឋីឬក៏ផ្ទះរបស់អ្នកមានអីចឹងណាបងប្អូនសបោមែនតើនៅស្រុកប្រាំងហ្នឹងមិនថាតាមព្រៃតាមវាលតាមវល់ហើយប្រាសាទមួយគឺនៅកដាលព្រៃហ្មងអញ្ចឹងហើយពេលខ្លះគឺអត់មានការថែរក្សាត្រូវបានបោះចោលចឹងណាអូយច្រើនណាស់ណា